ก็สาธุนั่นไงไอ้ข้างใดมันสมโอกาสปีสำนักในประเทศทั้งหลายท่านปอยึดยอมตั้งอับป่ะจังนึกขนมไงนี้คือขยมกันอาตมาบ้านอากาศดำไปโจรวมเฉลยสำนัวนั่นไงแต่บ้านสะสัวมอปีคางปูสัตนั่นไงลูกครูเจนซอยไอ้สัวสำนัวปีการอบรมจัดนั่นไงให้นังสัวปีการสัตว์โลนั่นคือรอในบ้านโดยกลุ่มรอนั่นไงไอ้เปียปนมวยนังการอบรมจัดนั่งนั่นไงชีสำนูหล่อนั่นไงได้ยังไตรดังตั้งออกนี้นั่นไงได้ซายังสดับทัวเรียนทัวนั่นคือดำใบไอ้ดำใบอบรมจัดนั่นไงสมใบการเถื่อเตียนรักษาเซลนั่นไงตั้งออกนั่นก็ดำใบอบรมจัดได้นั่นไงก็ปันแต่ไอ้เลือกปีนั่งตัวเตี้ยแต่ยังไตรศึกษาปันไทยมาเตี้ยนั่นไงเอาไว้tới để ở chừng một tháng chỉจัดนั่นคือสำดาวดาธรรมจีตนั่นไงได้จิกานึกกิดยังไงสู้สดับนั่นนะธรรมจีตแต่ปัจจัดนั่นคือสำดาวดานั่นไงธรรมจีตในการนึกกิดดังอารมณ์นั่นไงชโมทาจีวิจีเนี่ยแหละขนังนั่นไงบันไดสิกได้ทาจิกาดังฉบับนั่นไงอันนั้นคือไอ้ชโมทาจิจัดจังบาธรรมจีตแต่บาจัดนั่นคือจิตธรรมจีตในการนึกกิดดังการดังอารมณ์เสียงนั่นไงดังอารมณ์นั่นการเวียดดังเวียดเตอดังตัวตามเพลย์เนจเพลย์ติจีเพลย์จุ่มบล็อกนั่นไงเพลย์ดัดเพลย์กายให้นึงเพลย์จัดนั่นไงจีพิเศษนั่นคือแตะตรงจุ่มมวยนั่นไงการนึกกิดนั่นไงการนึกกิดโดยเรื่องปีอัตตะกาจังเตยเมียนการนึกกิดเรื่องได้เป็นตัวหมดดอลนั่นไงสมัยแต่เนี่ยปีปัจจุบันนั้นก็ชมทาจิการนึกกิดได้จังบางท่อไม่เชี่ยแต่บ่จัดนั่นวิกิดจังวิตรายแต่ต่อดังเรื่องเราจังนั่นไงแต่ยังพยายามเดินไปห้ามขวัดนั่นไงห้ามขวัดอย่างน่านั่นไงบังคับอย่างน่าถ้ากับเอาจัดนั่นวิกิดจรานั่นไงกับเอาจัดนั่นวิลำบากนั่นไงนี่คือมอปีอดตวนบานดังทางใช้เชี่ยทอมไม่เชี่ยแต่บ่จัดตีนั่นไงจังการได้เมียนจัดเวทเราแต่เมียนการนึกกิดเวทเราแต่เมียนการดังเรื่องราวเสียงจังนั่นไงตรังเลยถ้าอบรมจัดเป็นบานปีบะขนมการอบรมรักษาจัดเป็นบานอันนั้นมอปีយើងអ្នកទៅអប់រំនឹងឯងយ៉ាងឯងយើងអ្នកទៅហាមចិត្តនឹងឯងហ្នឹងឯងកាលណាដែលសម្គាល់ថាខ្លួនហ្នឹងគឺ
ជាអ្នកអប់រំចិត្តហ្នឹងហើយអ្នករក្សាចិត្តអ្នកគ្រប់គ្រងចិត្តហ្នឹងហើយចង់ឲ្យចិត្តយ៉ាងនេះចង់ឲ្យចិត្តយ៉ាងនោះហ្នឹងហើយរបៀបហ្នឹងអប់រំរបៀបហ្នឹងនឹងគឺមិនឈ្មោះថាជាការអប់រំដ៏ត្រឹមត្រូវទេហ្នឹងហើយមិនមែនជាការអប់រំដែលឲ្យឈ្មោះថាហ្នឹងហើយជាការអប់រំដែលប្រព្រឹត្តទៅឲ្យឈ្មោះថាជាហ្នឹងហើយនៅក្នុងអរិយមគ្គហ្នឹងហ្នឹងហើយមានសមាសតិហ្នឹងហើយសមាសតិដែលសំដៅដល់សតិប្បដ្ឋាន4ហ្នឹងឯងសមាសតិហ្នឹងហ្នឹងហើយហើយអញ្ចឹងនៅក្នុងអរិយមគ្គអង្គ8ហ្នឹងសំខាន់គឺសមាសតិហ្នឹងហើយបើសមាសតិមិនមានអញ្ចឹងទៅសមាទិដ្ឋិសមាសង្កបៈអីក៏វាអត់អាចប្រព្រឹត្តទៅបានដែរហ្នឹងហើយអញ្ចឹងទៅបាននៅក្នុងអរិយមគ្គហ្នឹងហើយដែលសំខាន់ដែលត្រូវផ្ដើមអំពីការអប់រំហ្នឹងគឺធ្វើយ៉ាងណាគឺអប់រំចម្រើនសតិប្បដ្ឋានហ្នឹងហើយចម្រើនតកតងជាមួយនឹងកាយវេទនាចិត្តធัวនឹងឯងហ្នឹងហើយដោយសារតួសតិដែលជាសមាសតិហ្នឹងគឺជាការនាំហ្នឹងហើយនាំសភាវៈរូបនិងសភាវៈនាមហ្នឹងហើយដល់ពេលសមាទិដ្ឋិហ្នឹងដើរតួនាទីក្នុងការឈរមើលទេសមាទិដ្ឋិហ្នឹងហើយសមាទិដ្ឋិហ្នឹងគឺដើរតួនាទីក្នុងការឈរមើលហ្នឹងហើយឈរមើលហ្នឹងហើយទៅដឹងសភាវៈហ្នឹងទៅឃើញសភាវៈហ្នឹងហើយត្រឹមត្រូវហើយសួរថាបើអត់មានសមាសតិដែលនាំសភាវៈហ្នឹងទៅទេតើសមាហ្នឹងហើយទិដ្ឋិបានអីមើលហ្នឹងហើយអញ្ចឹងនេះគឺតកតងជាមួយនឹងការអប់រំសតិប្បដ្ឋានវិបស្សនាណាហ្នឹងហើយអញ្ចឹងដែលនិយាយថាការអប់រំដោយហ្នឹងហើយបង្ខំចិត្តហ្នឹងហើយទៀមទីចង់ឲ្យចិត្តនឹងវាស្ងប់ទៀមទីចង់ឲ្យចិត្តនឹងវាសុខហ្នឹងហើយចិត្តវាសប្បាយទៅតាមអំណាចនៃការចង់របស់ខ្លួនហ្នឹងវាអត់បានដឹងថាអាតួនៃការអប់រំអញ្ចឹងការដឹងអញ្ចឹងហ្នឹងវាមិនទាន់ជាការអប់រំដល់ប្រពៃទេហ្នឹងហើយការអប់រំហ្នឹងវាអត់ចូលទៅជាការអប់រំដែលប្រព្រឹត្តទៅជាហ្នឹងហើយឲ្យឈ្មោះថាជាមជ្ឈិមាបរិបទាទេហ្នឹងហើយអញ្ចឹងបើការអប់រំដោយការបង្ខំចិត្តហ្នឹងហើយឲ្យចិត្តសុខឲ្យចិត្តស្ងប់ហ្នឹងហើយឲ្យចិត្តត្រជាក់ហ្នឹងហើយចិត្តកុំខឹងចិត្តកុំក្រោធហ្នឹងហើយចិត្តកុំកើតទុក្ខអីចឹងណារបៀបនៃការអប់រំអញ្ចឹងអាហ្នឹងគឺមិនទាន់ជាការអប់រំដល់ប្រពៃទេហ្នឹងហើយបើសិនអប់រំទៅអញ្ចឹងរហូតចឹងទៅក៏អត់ទទួលបានសេចក្តីសុខសេចក្តីស្ងប់ដែរហ្នឹងហើយដោយសារអីដោយសារសម្គាល់ថាមានខ្លួនឯងនោះឯងគឺជាអ្នកកើតទុក្ខហ្នឹងហើយមានខ្លួនហ្នឹងគឺជាអ្នកលំបាកមានខ្លួនហ្នឹងយ៉ាងនេះមានខ្លួនយ៉ាងនោះអញ្ចឹងទៅទាំងសភាវៈទាំងអស់ហ្នឹងវាជាបរមត្តធម៌ហ្នឹងហើយវាមិនមែនជាសត្វវាមិនមែនជាបុគ្គលទេជាបរមត្តធម៌ហ្នឹងហើយវាកើតដោយហេតុដោយបច្ច័យមានហេតុមានបច្ច័យទៅសភាវៈហ្នឹងកើតឡើងអញ្ចឹងកាលណាចូលមកយល់ដល់ហេតុចូលមកយល់ដល់បច្ច័យនឹងឯងដែលជាឈ្មោះនៃការអប់រំបានត្រឹមត្រូវជាការអប់រំដល់ប្រពៃហ្នឹងហើយបើយើងទៀមទាចង់ឲ្យចិត្តស្ងប់ទៀមទាធ្វើយ៉ាងណាអប់រំចិត្តឲ្យបានទៅបប្រតិបត្តិឲ្យបាន
ដែលថ្ងៃបើគិតអញ្ចឹងបើយល់អញ្ចឹងដែលថ្ងៃការបដិបត្តិហ្នឹងគឺអត់ជាហេតុនាំមកនូវសេចក្តីស្ងប់ទេហ្នឹងហើយពីព្រោះបានបញ្យល់ឲ្យថាធម្មជាតិរបស់ចិត្តគឺសំដៅទៅដល់ការនឹកគិតដឹងរឿងរ៉ាវផ្សេងនឹងគឺជាចិត្តចឹងទូនាទីនៃការបដិបត្តិត្រឹមត្រូវគឺមានតែការដឹងថាគណៈដឹងពេលហ្នឹងមានអីកើតឡើងហ្នឹងហើយតែចិត្តហ្នឹងគឺជាចិត្តអីហ្នឹងហើយចិត្តហ្នឹងគឺជាចិត្តដែលជាទោសៈឬហ្នឹងហើយចិត្តហ្នឹងគឺជាចិត្តដែលជារាគៈឬចិត្តហ្នឹងគឺជាចិត្តដែលជាមោហៈឬចិត្តហ្នឹងជាចិត្តដែលវាប្រកបដោយឧទ្ធចៈជាការរវើរវាយឬហ្នឹងហើយចិត្តហ្នឹងគឺជាចិត្តដែលជាការរាយមាយឬហ្នឹងហើយអញ្ចឹងគណៈពេលនៃការតាមសង្កេតពិនិត្យពិចារណាដឹងអញ្ចឹងនោះគឺជាឈ្មោះនៃការមានសតិជាការបដិបត្តិបានត្រឹមត្រូវរបៀបហ្នឹងគឺជាការបដិបត្តិត្រឹមត្រូវអញ្ចឹងញោមដែលជាម្ចាស់សំណួរហ្នឹងក៏បីហ្នឹងហើយជាការមកតាមសង្កេតមើលចិត្តចឹងទៅណាដកតួហាមហ្នឹងហើយដកតួហាមចេញចឹងទៅដកថាធ្វើយ៉ាងណាអប់រំចិត្តឲ្យបានហ្នឹងហើយធ្វើយ៉ាងណាដើម្បីឲ្យចិត្តសុខឲ្យចិត្តស្ងប់ហ្នឹងហើយត្រូវតែមានការសិក្សាដោយត្រឹមត្រូវសិក្សាដោយប្រពៃហ្នឹងពាក្យថាសិក្សាហ្នឹងគឺមិនមែនជាការសិក្សាដោយការសរសេរដោយការអីទេពាក្យថាសិក្សាហ្នឹងគឺជាឈ្មោះនៃការបដិបត្តិហ្នឹងហើយគឺតាមសង្កេតមើលចិត្តនឹងវាកើតយ៉ាងណាហ្នឹងហើយពីព្រោះទោសៈចិត្តហ្នឹងការខឹងការក្រោធហ្នឹងហ្នឹងហើយមុនពេលវាកើតវាអត់ប្រកបក្នុងទីណាទេកាលណាគុំចាស់ញាតិញោមមានដឹងទេថាតើទោសៈនឹងវាប្រកបក្នុងទីណាមុនពេលវាកើតហ្នឹងហើយទោសៈខ្លួនឯងនេះក៏អត់ដឹងថាខ្លួនវាជាអីទេទោសៈនឹងអត់ដឹងទេញាតិញោមខឹងក្រោធក្តៅកាហាយជាមួយអ្នកនេះក្តៅកាហាយជាមួយអ្នកនោះហ្នឹងណាហ្នឹងហើយសភាវៈរបស់ទោសៈដែលជាបរមត្តធัวហ្នឹងវាអត់ដឹងថាវាជាអីទេវាអត់ដឹងទេដោយសារអីដោយសារទោសៈហ្នឹងវាកើតពីបច្ច័យហ្នឹងហើយទោសៈវាកើតពីហេតុកាលណាហេតុមានបច្ច័យមានទោសៈនឹងកើតឡើងហ្នឹងហើយវាអត់ដឹងថាវានឹងវាត្រូវទៅវានាំឲ្យហតយវត្ថុហ្នឹងហើយវានាំឲ្យហ្នឹងហើយឈាមហ្នឹងហើយកាលណាវាប្រកាសឡើងវាត្រូវអីវាត្រូវដុតហតយវត្ថុហ្នឹងហើយវាត្រូវធ្វើឲ្យក្តៅចឹងទៅបើឃើញឈាមវាច្រាលមកចឹងទៅអ្នកខ្លះខឹងមុខក្រហមអីចឹងទៅតាមពិតទៅទោសៈហ្នឹងវាអត់ដឹងថាវាហ្នឹងវាត្រូវធ្វើឲ្យអ្នកនេះអញ្ចេះធ្វើឲ្យអ្នកនោះអញ្ចឹងក៏អត់ទេដោយសារអីដោយសារទោសៈកើតពីហេតុកើតពីបច្ច័យហ្នឹងហើយអញ្ចឹងយើងត្រូវដឹងថាមុនពេលវាកើតមិនប្រកបក្នុងទីណាហើយវារលត់ទៅក៏វារលត់ទៅអត់ប្រកបក្នុងទីណាទៀតហ្នឹងហើយជាការចូលមកដឹងអញ្ចឹងសិក្សាអញ្ចឹងនេះឯងគឺជាឈ្មោះនៃការបដិបត្តិបានត្រឹមត្រូវសម្រាប់ជីវិតប្រចាំថ្ងៃហ្នឹងហើយជាការពិតណាថាការអប់រំចិត្តហ្នឹងដោយសារបំណងរបស់ញោមហ្នឹងដែលចង់និយាយថាការអប់រំចិត្តហ្នឹងពីព្រោះចិត្តហ្នឹងមិនមែនចិត្តសប្បាយទេមិនមែនចិត្តដែលជាលោភៈទេហ្នឹងហើយក៏វាមិនមែនជាចិត្តដែលជាមហាកុសលទេដែលចង់សម្ដៅនៃថាអប់រំឯដែលសំណួរដែលសួរពាក្យថាអប់រំពិបាកណាស់អប់រំចិត្តនឹងអប់រំបានដោយកម្រហ្នឹងគឺចង់សម្ដៅលើខណៈនឹងពេលហ្នឹងគឺជាទោសៈចិត្តឬក៏ជាចិត្តរវើរវាយហ្នឹងហើយចិត្តរវើរវាយក្តៅកាហាយចឹងទៅកាលណាដែលមានការក្តៅកាហាយវានាំឲ្យមានការរវើរវាយទៅរឿងហ្នឹងរឿយដូចជាមានសម្ដែងនៅក្នុងហ្នឹងបៃដកលេខ79អីចឹងទៅ
និយាយតាក់ទងជាមួយនឹងសភាវៈដែលមានការក្តៅក្រហាយតែថ្ងៃពាក្យក្តៅក្រហាយហ្នឹងគឺជាកុវិជ្ជៈតែថ្ងៃក្តៅក្រហាយណាកុវិជ្ជៈចឹងកុកិច្ចៈវាក្តៅក្រហាយដោយសារកុកិច្ចៈវាត្រូវបែងចែកទៅជា3តែថ្ងៃវាមានកុកិច្ចៈដែលក្តៅក្រហាយចំពោះរឿងដែលបានធ្វើរួចហើយគឺសំដៅដល់បានប្រព្រឹត្តធ្វើនៅអំពើបាបអកុសល1ហើយទី2កុកិច្ចៈកើតឡើងហ្នឹងគឺក្តៅក្រហាយចំពោះបុណ្យដែលខ្លួនឯងមិនទាន់បានធ្វើទី2ទី3កុកិច្ចៈនេះគឺសំដៅដល់សេចក្តីរង្គៀសសង្ស័យពាក្យថារង្គៀសហ្នឹងគឺជាឈ្មោះនៃការមិនអស់ចិត្តវាធ្វើអីវាអត់ស្រឡះក្នុងចិត្តវាអត់អស់ចិត្តណាខ្ញុំតែងសង្កេតមើលអញ្ចឹងទេគណៈពេលដែលចិត្តនេះកាលណាដែលវាហ្នឹងហើយអត់បានអប់រំអត់បានរលឹកសិក្សាដោយចំណេះច្រើនអញ្ចឹងទៅអត់សូវបានស្ដាប់ធัวស្ដាប់អាអីអញ្ចឹងហ្នឹងហើយពេលមានបញ្ហាអីកើតឡើងវឹបទៅហ្នឹងហើយវាចិត្តនោះវាចាប់ដើមដែលហើយវាផុសកញ្ជ្រោលឡើងចិត្តនោះវាចាប់ដើមញាប់ញួរចិត្តហ្នឹងណាដែលហើយញាប់ញួរចិត្តហ្នឹងវាញាប់ញួរហើយវាអត់ស្រឡះហើយខ្ញុំសង្កេតមើលអញ្ចឹងអត់ស្រឡះដែលវាអត់ស្រឡះមើលទៅវាថាវាកាត់ថាឲ្យវាទៅជាចំណែកណាមួយវាអត់អស់ណាដែលថាចង់លះអាចិត្តនឹងថាវាមិនចង់ឲ្យវាកើតអញ្ចឹងទេដែលថាដល់ពេលអញ្ចឹងទៅព្យាយាមកាត់រឿងនោះវាកាត់វាអត់ដាច់ដែលវាអត់អស់ចិត្តណាអានឹងគឺមិនមែនជាវិជ្ជកិច្ឆាទេគឺឲ្យឈ្មោះថាជាកុកិច្ចៈដែលសំដៅដល់ការរង្គៀសសង្ស័យដែលដូចញោមរង្គៀសសង្ស័យថាដែលពាក់ព័ន្ធជាមួយនឹងសំណួរដែលសួរតាក់ទងមួយនឹងការយកបាតលោកតលៀងអញ្ចឹងណាអាពេលខ្លះវារង្គៀសសង្ស័យដែរតែធ្វើឬក៏មិនធ្វើអាធ្វើឬក៏មិនធ្វើដល់ពេលអាធ្វើហើយវាចាប់ដើមមានការរង្គៀសវាមិនអស់ចិត្តណាអានឹងគឺជានឹងឯកុកិច្ចៈនឹងឯងអញ្ចឹងកាលណាដែលមានកុកិច្ចៈវាត្រូវមានឧទ្ធិច្ចៈនឹងឯងត្រូវតែទៅគិតរឿងនឹងរឿយហ្នឹងហើយគិតហើយគិតទៀតតែពេលខ្លះវាមិនចង់ឲ្យវាទៅត្រេះរិះរឿងហ្នឹងវាមិនចង់ឲ្យទៅគិតរឿងហ្នឹងទេក៏ប៉ុន្តែវាទៅគិតរឿងហ្នឹងអញ្ចឹងទៅហ្នឹងហើយគិតហើយគិតទៀតគិតហើយគិតទៀតវាអត់ឆ្ងាយពីណាក្រៅអំពីរឿងហ្នឹងខ្ញុំធ្លាប់សង្កេតទៅគណៈនឹងពេលហ្នឹងគឺឲ្យយល់ថាអូគឺជាធัวតាឲ្យដឹងថាគណៈនឹងពេលហ្នឹងវាជាធัวគឺជាអីគឺជាកុកិច្ចៈកាលណាមានកុកិច្ចៈវាត្រូវមានអីវាត្រូវមានឧទ្ធិច្ចៈហ្នឹងហើយបាននៅក្នុងពុនិវរណៈគេឲ្យឈ្មោះថាជាហ្នឹងហើយកុកិច្ចៈធ្វើថាឧទ្ធិច្ចៈកុកិច្ចៈនិវរណៈឧទ្ធិច្ចៈកុកិច្ចៈវាអត់បែកគ្នាទេដោយសារអីដោយសារមានការក្តៅក្រហាយចឹងទៅពេលខ្លះហ្នឹងដែលមិនសមគួរដើម្បីធ្វើរឿងនោះសោះហើយខ្ញុំធ្លាប់ខកចិត្តទេមិនសមគួរធ្វើរឿងនោះសោះដែលមិនសមគួរថាឲ្យគេសោះមិនសមគួរថាចំអកលក់លើយឲ្យគេនឹងឈឺចិត្តសោះដល់ពេលគិតឲ្យក្តៅក្រហាយអញ្ចឹងអាពេលដែលវានាំឲ្យយើងទៅគិតរឿងហ្នឹងវានាំឲ្យយើងទៅហ្នឹងហើយទៅគិតរឿងហ្នឹងតដែលមួយថ្ងៃវះងាយគិតតែរឿងហ្នឹងវាគិតតែរឿងហ្នឹងមួយថ្ងៃវះងាយហ្នឹងអាហ្នឹងឯងគេឲ្យឈ្មោះថាជាអីវាថាមានកុកិច្ចៈកាលណាមានកុកិច្ចៈកើតរឿងក្តៅក្រហាយវានាំឲ្យយើងទៅគិតរឿងហ្នឹងអានាំឲ្យទៅគិតហ្នឹងគឺជាឧទ្ធិច្ចៈអញ្ចឹងវាកើតជាមួយគ្នាទៅមកនឹងឯងដោយអាស្រ័យដោយឧបាទានវាខំជាប់មមទៀតអត់ប្រឡែងតាណាទេមួយថ្ងៃវះងាយនេះគិតតែរឿងហ្នឹងឯងគេហៅថាកាត់មិនដាច់ធ្វើអីវាអត់មានសភាពនៃការច្បាស់លាស់នឹងអញ្ចឹងណាអញ្ចឹងយើងត្រូវដឹងថាគណៈនឹងពេលហ្នឹងវាជាធัวជាអនត្តាធัวវាត្រឹមតែជាតោសៈប៉ុណ្ណឹង
đang ấy vì men chỉ sạch men chỉ bực qua thế cái nạn này ca cái đau cả hai cái nạn này ca rồi cái nạn này ca rồi vơ rồi vía anh nâng vì chỉ mô hạ đang ấy rồi vơ rồi vía nó cứ sầm đạp đó mô hạ mù lịch chật rồi vơ rồi vía đó đang ấy chẳng cầm nát đăng thấu anh nâng cứ chỉ bỏ đầu mặt là thua ta đang ấy cả na dương đăng chẳng cầm nát đăng chẳng sắc xa chẳng thàn nâng cứ chỉ cà pết chỉ bỏ đầu mặt là thua anh nâng anh cứ chỉ mua này ca ọp rùm là biếp nâng đó để con bậc không thì mấy bạn phơm ban bạn chẳng thế vây để trâu đăng cứ cầm nát đăng sừng kết bình nít bình cha là na thà thua nâng việc cầm pung bậc cát việc cầm pung cả làng đăng trâu chấp ở ban tha cảnh nạn nâng pì nâng cứ chỉ thòm bẹ men chỉ sắt men chỉ bậc của tề nãy nhịp nhóm nó trâu ọp rùm chẳng ai sầm nu mùi tiệt ai su tẹtตัวmùi ca banอัตเพียบมวยchia mình đâu nên dùm ra là ca rồi nơi chỉ ca cro nó cái việc mà mình chăm bài lời thế nè bộ đang aiนึก khơi dùm nu đang su tới cổ bọ sai chơn tẹtตัวmùiนึกcách bà đi bắt chỉ vật bị chăm thế ngày nó bớ đang ai tập than pasana đang ai bảo nhóm trời prang prang sắc xa từng óc nia bà đi bắt từng óc nia nè đang xa thua là o cái đây lên nè bạn đi bắt tới khơi tha xịt cái đây sọc với bậc quạt là chùm pua nè để bàn vô lại ắt bậc không thua nè thì cạt láng cầm nọt đằng vậy nó cứ sầm đào đào tha xịt cái đây sọc cạt láng ngầm pi ca bạn đi bắt thua pi ca vô thua sọc nó không lô cái gì thế vì ở tuần nào thì pan tới vì tôi xịt cái đây sọc ngập này ta chẳng sống chiều rùm pan đằng bao sát